សិកជនជាទីមេត្រីដើម្បីតំបន់វិរាបទន្លេគូឡុងអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទៅនឹងការប្រែប្រួលអាកាសធាតុនិងទាញយកអត្ថប្រយោជន៍ពីឱកាសធ្វើសមរណកម្មប្រសិទ្ធភាពអ្នកតំណាងកឹងថើមានមតិជាច្រើនបដិញ្ញានៅក្នុងសម័យពិភាក្សាក្នុងនោះអ្នកតំណាងទាំងនេះបានស្នើឲ្យពង្រឹងទំនាក់ទំនងដោះស្រាយចំនួនក្នុងការបែងចែកតំបន់ជាពិសេសលើធនធានទឹកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងផែនការអភិវឌ្ឍន៍ព្រមជាមួយនោះសង្កត់ធ្ងន់លើការលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការទប់ស្កាត់និងជំនះគ្រោះមហន្តរាយធម្មជាតិទាញយកអត្ថប្រយោជន៍ពីឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់យោងតាមតំណាងចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះទំនិញនាំចេញសំខាន់របស់វៀតណាមបានរងការសម្ពាធយ៉ាងខ្លាំងជាមួយនឹងការស៊ើបអង្កេតការពារពាណិជ្ជកម្មប្រហែល300ពីប្រទេសក្រៅសំខាន់អំពីប្រឆាំងការលក់បង្ខូចតម្លៃចំពោះការជាក់ស្ដែងនេះតំណាងតូអៃវ៉ាំងបានសំណើ3យ៉ាងជួយដល់ភូមិភាគទាញយកប្រយោជន៍ពីឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានប្រសិទ្ធភាពទាំងការការពារផលិតក្នុងប្រទេសនិងទាំងបើកទ្វារសមរណកម្មសម្រាប់ទំនិញវៀតណាមបច្ចុប្បន្នទូទាំងប្រទេសមានតំបន់ទីប្រជុំជនជាង900ក្នុងនោះប្រហែល50ជាទីប្រជុំជនប្របមាត់សមុទ្រវាលទំនាបតំបន់ភ្នំនិងខ្ពង់រាបរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុជាអាចដូចជាហាណូយថៃងវីងខុេនិងខេត្តនានាចំណុះតំបន់វារីបទន្លេគូឡុងហាក់ដូចហួសចំណុះអំពីទប់ទល់និងគ្រោះធម្មជាតិប្រែប្រួលអាកាសធាតុបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាពអាយុជីវិតទ្រព្យសម្បត្តិនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមពីជាក់ស្ដែងគ្រោះធម្មជាតិប្រែប្រួលកាន់តែតាំងតែងតំណាងលេធីថេងឡាំសំណើរដ្ឋាភិបាលបង្កប់ការក្រសួងផ្នែកនិងភូមិភាគនានាបង្កើនការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងកិច្ចបង្ការនិងជំនះផលវិបាកដើម្បីលើកកម្ពស់សមត្ថភាពទប់ទល់និងកាត់បន្ថយការខូចខាតThứ nhất là diễn biến thiên tai luôn khó lường. ទី1គឺប្រែប្រួលគ្រោះធម្មជាតិតែងតែមិនអាចស្មានបានទន្ទឹមនឹងការពង្រឹងប្រព័ន្ធទំនប់ភ្លឺពណ៌សំណង់បង្ការនិងទប់ស្កាត់គ្រោះធម្មជាតិបង្កើនការស្ដារផលិតនិងជំនួយរកស៊ីដល់ប្រជាជនខ្ញុំសូមស្នើដល់រដ្ឋាភិបាលបន្តកិច្ចបង្គាប់ការក្រសួងផ្នែកភូមិភាគជំរុញមមអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាជាពិសេសបញ្ញាសិប្បនិម្មិត AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់និងជំនះផលវិបាកជាក់ស្ដែងឲ្យឃើញទំព័រព័ត៌មានជួយសង្គ្រោះបានពង្រីកប្រសិទ្ធភាពក្នុងការកំណត់តំបន់ត្រូវជំនួយនៅពេលមានគ្រោះធម្មជាតិកើតឡើងដើម្បីឲ្យតំបន់វារីបទន្លេគូឡុងអភិវឌ្ឍស្របតាមសក្តានុភាពតំណាងដាវជីងាមានប្រសាសន៍ចាំបាច់ដោះស្រាយឧបសគ្គក្នុងការតភ្ជាប់តំបន់បច្ចុប្បន្នការងារសម្រាប់សម្រួលរួមលើធនធានទឹកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងបែបផែនវិធានតាមស្មារតីសេចក្តីសម្រេចលេខ120របស់រដ្ឋាភិបាលជួនកាលមិនស្របគ្នាមិនតែប៉ុណ្ណោះនៅទាំងផ្ទុយនឹងគោលការណ៍នៃវិមជ្ឈការរដ្ឋបាលនិងសមត្ថកិច្ចដាច់ដោយឡែកនៃភូមិភាគនីមួយៗដែលបង្កលំបាកសម្រាប់ការអភិវឌ្ឍឯកភាពទូទាំងតំបន់ Kiến nghị chính phủ ưu tiên nguồn vốn đầu tư សំណើរដ្ឋាភិបាលផ្ដល់អាទិភាពពីប្រភពទុនវិនិយោគដើម្បីផ្ដើមសាងសង់កំពង់ផែទឹកជ្រៅតឹងដែរស្រាវជ្រាវដំណើរការលំហូរដិនអាងនៃទន្លេហៅផ្លូវល្បឿនលឿនបណ្ដោយនឹងទទឹងនៃខេត្តក្រុងនានាក្នុងតំបន់វិរាបទន្លេកូឡុងសម្រាប់ផ្លូវល្បឿនលឿនតាមកំណត់ពីកឹងធើទៅកាម៉ៅនិងផ្លូវល្បឿនលឿនពីចៅដុកកឹងធើតឹងដែរនេះគឺជាដំណោះស្រាយទូទៅអំពីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដើម្បីដោះស្រាយបញ្ហាកកស្ទះធំបំផុតនៃតំបន់វិរាបទន្លេកូឡុង
យោងតាមតំណាងដាវជីងាការបើកលំហសកម្មភាពបើកផ្លូវធារាសាស្ត្រវាលស្រែនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនពី 10% ទៅ 40% ឬ 50% អំណះពីនោះបង្កើនភាពប្រកួតប្រជែងអន្តរជាតិឲ្យកសិផលចម្បងនៃតំបន់វាលទន្លេគូឡុងអំពីយន្តការអនទានបៃតងតំណាងសំណើរដ្ឋាភិបាលត្រូវយកចាត់ទុកដាក់ក្នុងការចេញកញ្ចប់អនទានបៃតងអនុគ្រោះពិសេសមួយដើម្បីជំនួយដល់សហករណ៍អាជីវកម្មបង្វែរឆ្លងជាទម្រង់ស្រូវមានគុណភាពខ្ពស់បំភាយឧស្ម័នទាប 1 លានហិកតានិងអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រផលរួមចំណែកដល់ការសម្របជាមួយស្ថានភាពប្រែប្រួលអាកាសធាតុនាបច្ចុប្បន្ន